này khi tầm tên đọc tắt mây ấy sẽ mơ mở ra rồi thì xong mơ thì mở u xa rồi xong bọn bỏ với cháu em bắt cho xong làm chẳng lấy hai đo pho ba pho sao nó nói chấm pho bạn để than không mình chưa được bao nhiêu đó pho ba pho với sao thế thanh hà phải chậm bán xong đó plastic ban cam làng để sao ta cả ta môi chấm luôn để chia cam cầm nát để chia chốn mình sẽ tập kết cà bắt đầu dạ bắt không cà pra thang plastic สำหรับชอบมาหอบอาหารหรือซ่อมเปลี่ยนแพงๆกับโดยเชียถ้าของว่าจำได้ดังក្នុងការញែកសម្រាមខាងនៅទីក្រុងភ្នំពេញនិងតាមបណ្ដាខេត្តឬតំបន់ដាច់ស្រយាលដែលមិនទាន់មានការអភិវឌ្ឍទៅដល់ក៏មានសម្រាមនៅគ្រប់កន្លែងដែររហូតដល់មានពាក្យមួយពោលថាទីណាមានមនុស្សទីនោះមានសម្រាមទាំងនោះត្រូវបានគេឃើញថាភាគច្រើនគឺថង់ប្លាស្ទិកឬវត្ថុដែលមានសារធាតុប្លាស្ទិកដែលកំពុងគំរាមកំហែងកំប៉ះពាល់ដល់សុខភាពរបស់មនុស្សតើអ្នកបានចាប់អារម្មណ៍ឬទេតើអ្នកប្រើប្រាស់ថង់ប្លាស្ទិកអស់ប៉ុន្មានក្នុងមួយថ្ងៃបច្ចុប្បន្ននេះប្លាស្ទិកត្រូវបានមនុស្សយកមកប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃតាមទម្រង់ជាច្រើនប្រភេទដូចជាដបទឹកធុងដាក់របស់របរចានឬប្រអប់ស្នោសម្រាប់ដាក់អាហារលក្ខណៈទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលយើងប្រើប្រាស់ប្លាស្ទិកច្រើនហួសប្រមាណថែមទាំងមិនបានយកចិត្តទុកដាក់ឬច្នៃប្លាស្ទិកឡើងវិញឲ្យបានត្រឹមត្រូវទេវានឹងអាចបង្កផលប៉ះពាល់ដល់បរិស្ថានរបស់យើងប្លាស្ទិកមិនងាយរលាយទេប្លាស្ទិកអាចស្ថិតនៅក្នុងបរិស្ថានបានយូរហើយអាចបង្កបញ្ហាជាច្រើនដល់មនុស្សសត្វនិងភពផែនដីរបស់យើងថែមទៀតផងតើប្លាស្ទិកដែលអ្នកបានប្រើប្រាស់ហើយវានឹងទៅដល់ទីណាប្រកាសណាប្លាស្ទិកដែលមិនអាចច្នៃបន្តបានវានឹងទៅដល់វាចាក់សម្រាមនៅពេលដែលវាចាក់សម្រាមពេញគេអាចនឹងពង្រីកបន្ថែមឬអាចយកវាទៅដុតចោលបន្ទាប់ពីដុតវានឹងមានផ្សែងភាយទៅបរិយាកាសអ្នកប្រកាសជាមើលមិនឃើញវាឡើយបន្ទាប់ពីផ្សែងទាំងនោះបានបំបែកខ្លួនជាផ្នែកតូចៗដោយសារកម្លាំងខ្យល់តែផ្សែងពុលទាំងនោះវាមិនបាត់ទៅណាឡើយគឺនៅក្នុងបរិយាកាសលាយជាមួយខ្យល់ដែលអ្នកដកដង្ហើមរាល់ថ្ងៃនិងទឹកភ្លៀងដែលសក់ពីអាកាសនោះឯងទឹកភ្លៀងមានសារធាតុពុលមកលើដីនិងដំណាំផ្សេងបញ្ហាប្លាស្ទិកត្រូវបានដោះស្រាយដោយការទៅទទួលបានការចូលរួមពីអ្នកទាំងអស់គ្នាហើយទាំងនេះគឺជាវិធីក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកអ្នកគួរតែមានចានឬចានសាក់ជាមួយស្លាបព្រានិងដបទឹកដែលអាចប្រើប្រាស់បានយូរដាក់តាមខ្លួនជានិច្ចដល់ពេលធ្វើដំណើរចេញពីផ្ទះចាននោះអាចបង្ការការអ្នកចង់បរិភោគអាហារនៅតាមផ្លូវដែលជាប្រភេទអាហារលក់តាមកង់ម៉ូតូឬរទេះរុញដែលគេមានថង់ប្លាស្ទិកឬចានស្នោដាក់ឲ្យអ្នកដបទឹកទុកសម្រាប់ដាក់ទឹកឬភេសជ្ជៈដែលអ្នកអាចជៀសវាងមិនបាច់ប្រើកំប៉ុងឬថង់ប្លាស្ទិកបានដល់ពេលទៅផ្សារទិញទំនិញផ្សេងអ្នកគួរមានកន្ត្រកធ្វើពីផ្ដៅឬសីរកឬសម្ភារៈកែច្នៃពីរុក្ខជាតិផ្សេងសម្រាប់ដាក់ទំនិញព្រោះសម្ភារៈទាំងនោះមិនប៉ះពាល់ដល់បរិស្ថានមកមិនមានកន្ត្រកច្នៃពីរុក្ខជាតិទេកន្ត្រកជ័រក៏ជាជម្រើសចុងក្រោយសម្រាប់អ្នកព្រោះវាអាចប្រើបានយូរឆ្នាំនិងដាក់ទំនិញបានច្រើនផងដូច្នេះសរុបជារួមការជួយថែរក្សាបរិស្ថានសុខភាពអ្នកនិងកូនចៅជំនាន់ក្រោយគឺកើតចេញពីការចូលរួមរបស់អ្នកទាំងអស់គ្នាសូមអរគុណ